ជាដំណងខ្ញុំសូមគោរពលោកគ្រូហើយនឹងសួស្តីមិត្តភ័ក្តិទាំងគ្នាខ្ញុំមកឈ្មោះសូនបារិកមកធ្វើការបញ្យល់បង្ហាញអំពីការ set up primary ហើយនិង secondary DNS នៅលើ SendOS ក៏ដូចជាខ្ញុំប្រើប្រាស់នៅ Virtual Machine គឺទីមួយគឺ SendOS ប្រើសម្រាប់ជា primary DNS យើងបន្ទូសម្រាប់ជា secondary DNS ហើយនិង Kali Linux ធ្វើជា client របស់សម្រាប់ test DNS ហ្នឹងអូខេអញ្ចឹងយើងចូលមកដល់ network information វាអូខេទីមួយគឺយើងមានអីគេអញ្ចឹង network យើងប្រើប្រាស់ network គ្រប់ virtual machine ទាំង3ហ្នឹងគឺយើងប្រើប្រាស់ network រួមគ្នាគឺប្រើប្រាស់ network 192.168.10.0 ហ្នឹងហើយមាន default gateway 10.2 ហើយចំពោះ primary server DNS server ហ្នឹងគឺនៅក្នុង SendOS យើងប្រើប្រាស់ជា hostname របស់វាឈ្មោះថា primary.dns.server ហើយមាន IP address 192.168.10.129 ហើយចំពោះ Ubuntu ដែលយើងប្រើប្រាស់ជា secondary DNS វិញគឺយើងមាន hostname ឈ្មោះថា secondary.dns.server ជាមួយនឹង IP address 10.128 តទៅទៀតគឺ Kali Linux យើងប្រើប្រាស់ជាសម្រាប់ជា client សម្រាប់ test DNS server ហ្នឹងគឺវាមាន IP 10.130 ហើយយើងមាន forward zone ដែលយើងឲ្យឈ្មោះនៅក្នុង file dns.server ហើយនឹង reverse zone គឺ IP address វាច្រាស់អញ្ចឹង forward zone និយាយខ្លីទៅវាធ្វើការអីគេវាស្គាល់នៅ domain name ហើយវាបកប្រែ domain name ហ្នឹងទៅជា IP address ចំណែក reverse zone វាស្គាល់ IP address ហើយវាបកប្រែ IP address ទៅកាន់ domain name វិញអូខេឥឡូវយើងចូលមកដល់ DNS record អញ្ចឹង primary DNS primary ចំពោះ primary.dns.server យើងមាន IP គឺជា IP របស់ SendOS ហ្នឹងឯងគឺជា primary គឺ 192.168.10.129 ហើយ secondary ជា IP របស់ Ubuntu ហើយយើងមាន test.dns.server នេះគឺជា server សម្រាប់យើងគឺជា domain name មួយសម្រាប់ឲ្យយើង test មើលថាសម្រាប់ឲ្យ Kali Linux ដែលជា client ហ្នឹងធ្វើការ test មកកាន់ domain name ហ្នឹងអញ្ចឹងបើសិនជាវា test ជា domain name បានជា forward zone អញ្ចឹងនៅពេលដែល Kali Linux នៅក្នុង Kali Linux ឬក៏ client ហ្នឹងវា request នៅជា domain តើវាអាចចេញជា IP address អត់អូខេឥឡូវយើងចូលមកដល់ការ set up នៅ primary DNS server នៅក្នុង SendOS អញ្ចឹងជំហានដំបូងគឺយើងធ្វើការជំហានដំបូងគឺយើងត្រូវ config ទៅលើ network IP address ទៅលើ machine ទាំងអស់ធ្វើម៉េចឲ្យវានៅក្នុង network ដូចគ្នាបន្តមកទៀតយើងធ្វើការ set up នៅ hostname អញ្ចឹងដោយសារយើង config ជា DNS យើងធ្វើការ set up វាមកជា primary SendOS ហ្នឹងគឺយើងជា config ជា set up ជា primary DNS អញ្ចឹងយើង set hostname មកជា primary.dns.server អញ្ចឹងដើម្បី set up ហ្នឹងគឺយើងប្រើ command sudo hostname ctl set hostname មកជា primary.dns.server ហើយដើម្បី verify គឺយើងប្រើ command ទាំងពីរនេះមក hostname ctl ហ្នឹងមកអូខេអញ្ចឹងនៅក្នុងនេះគឺជា SendOS របស់ខ្ញុំដោយសារខ្ញុំធ្វើការ config ហើយខ្ញុំធ្វើការ verify វាមកនេះអញ្ចឹង static hostname primary DNS server អញ្ចឹងមកនេះhostname របស់ SendOS របស់ខ្ញុំវាខ្លាយទៅជា primary DNS server ហើយតទៅមកទៀតគឺយើងធ្វើការ configure នៅ static IP address អញ្ចឹងដោយសារវាជា server អញ្ចឹងកាលណាតែយើង config ជា server ដោយសារតែ VMware នៅក្នុង VMware ហ្នឹងគឺយើងប្រើប្រាស់ NAT ជា network អញ្ចឹងទៅវានៅពេលដែលយើងបើកនៅ virtual machine ថ្មីអញ្ចឹងវាអាចនឹង DHCP បើណាវាបោះ IP ឲ្យទៅបោះ IP ថ្មីមកកាន់ machine ហ្នឹងអញ្ចឹងវាធ្វើឲ្យ code នៅ DNS របស់យើងដោយសារការ configure នៅ DNS គឺយើងត្រូវការ fix IP address អញ្ចឹងហើយយើងត្រូវការអីគេយើងត្រូវការ set up នៅ static IP address ដើម្បីឲ្យ machine ហ្នឹងគឺវាទទួលបាន IP តែមួយ IP របស់វាគឺ fixអូខេអញ្ចឹងជំហានដំបូងគឺយើង find the network name network connection name អញ្ចឹងយើងប្រើ command CLI connection sole ដើម្បីនៅក្នុង CLI ដើម្បីមើលថាតើយើងប្រើប្រាស់នៅ network interface មួយណាអញ្ចឹងនៅក្នុងនេះខ្ញុំប្រើប្រាស់នៅ network interface device ENS 33អញ្ចឹងទៅអញ្ចឹងអានេះគឺវា up ហើយដោយសារខ្ញុំបាន configure ហើយអញ្ចឹងហើយយើងនឹងធ្វើការ configure នៅ static IP address ទៅលើ device មួយហ្នឹងអញ្ចឹងនៅក្នុងករណីនេះយើងអាចប្រើប្រាស់ NMT UI ក៏បានហើយមួយទៀតគឺយើងអាចប្រើប្រាស់ជាមួយនឹង command បែបនេះបានអញ្ចឹងនៅក្នុង command បែបនេះគឺយើងធ្វើការ modify ទៅលើ device network interface មួយហ្នឹងដែលយើង network interface ដែលយើងកំពុងតែប្រើប្រាស់ហ្នឹងហើយយើងកែប្រែទៅលើ IPv4 method ហ្នឹងយើងប្រើដាក់ទៅ set up ទៅ manual IP address យើងដាក់មក IP static របស់យើងមកអញ្ចឹងនៅពេលដែលយើងដាក់ IP ប៉ុណ្ណឹងនៅពេលដែលយើងបើក virtual machine បើកអីផ្សេងៗមកអញ្ចឹងទៀតតែ SendOS ហ្នឹងគឺវាមាន IP fix តែប៉ុណ្្នឹងទេ default gateway យើងដាក់ 10.2 មកហើយមួយទៀតគឺយើង config ទៅលើ IPv4 DNS អញ្ចឹងនៅក្នុងហ្នឹងគឺ DNS គឺយើងមានពីរទីមួយគឺ primary ហើយនិង secondary អញ្ចឹងយើងដាក់ primary មុនមក.129ដែលជា machine server SendOS ហ្នឹងផ្ទាល់ហើយមួយទៀតគឺ.128ដែលជា Ubuntu គឺជា secondary
ok នៅពេលដែលយើង config បែបនេះហើយយើងធ្វើការ activate នៅ connection ហ្នឹងមកគឺយើងប្រើ sudo nm cli connection up ទៅលើ network interface មួយដែលយើងប្រើប្រាស់ឬក៏ដែលយើង modify មិញហ្នឹងអញ្ចឹងដល់ពេលនោះ network interface ហ្នឹងវា up ហើយអញ្ចឹងយើងអាចសូ IP អីមកអញ្ចឹងយើងនឹងទទួលបានអញ្ចឹងនៅពេលដែលយើងសូ IP address មកយើងនឹងទទួលបាន fix IP 192.168.10.169 app អូខេអញ្ចឹង IP ហ្នឹងគឺជា fix IP ហើយអញ្ចឹងយើងរួចរាល់ក្នុងការ configure static IP ហើយតមកទៀតគឺយើងចូលទៅដល់ step មួយទៀតគឺយើងត្រូវការ install bind ដែល bind ហ្នឹងវាគឺជា DNS server software នៅក្នុង CentOS ហ្នឹងឯងអញ្ចឹងហើយដើម្បី configure DNS ហើយនឹងប្រើប្រាស់ DNS នៅក្នុង CentOS គឺយើង download វាមកដែលយើងប្រើប្រាស់យើង install bind utils ដល់ bind មកអូខេអញ្ចឹងដោយសារខ្ញុំ install រួចហើយខ្ញុំធ្វើការ check version របស់វាដើម្បីដឹងថាតើខ្ញុំ install បានជោគជ័យអត់អូខេអញ្ចឹងបាញ់ 9.16 នេះគឺជា version របស់វាអញ្ចឹងបានន័យថាការ install បាញ់របស់ខ្ញុំគឺជោគជ័យហើយបន្តមកទៀតយើងចូលទៅដល់ការ configuration ជំហានដំបូងគឺយើងដោយសារតែបាញ់ហ្នឹងគឺវាប្រើប្រាស់ជាមួយនឹង file etc ដែលស្ថិតនៅក្នុង directory etc ហើយ name.conf ហ្នឹងអញ្ចឹងហើយយើងនឹងធ្វើការចូលដើម្បីទៅកែប្រែឬក៏ modify content នៅក្នុង name.conf ហ្នឹងអញ្ចឹងហើយយើងមុនដំបូងយើងត្រូវការ backup វាទុកសិន backup file ចាស់វាទុកសិនទៅដើម្បីការពារហានិភ័យផ្សេងៗនៅពេលដែលយើង config ខុសអីចឹងទៅយើងអាចប្រើប្រាស់នៅរបស់ដើមវាបានតទៅមកទៀតគឺយើងចូលទៅកាន់ file មួយហ្នឹងដើម្បីធ្វើការ set up នៅបាញ់អញ្ចឹងយើងត្រូវការ open file nano ចូលទៅកាន់ edc name.conf មកតទៅមកទៀតយើងផាស command ទាំងនេះចូលដើម្បី configure DNS របស់យើងអញ្ចឹងនៅក្នុង option ហ្នឹងវាមានអីគេយើងមាន listen on port អញ្ចឹងអានេះគឺ on port 53គឺជា port UDP ឬក៏ TCP អាហ្នឹងគឺដើម្បីប្រាប់បាញ់ឲ្យថាវា listen ឬក៏វា receive DNS request នៅ port អីគេ53 port 53វាមាន UDP និង TCP អញ្ចឹងវា allow អីគេវាមានIP address local host ដែលជា IP របស់អីគេរបស់ computer server ហ្នឹងរបស់ CentOS ហ្នឹងហើយមួយទៀតគឺ IP របស់ CentOS ហ្នឹងដែលយើង config static មិញហ្នឹងអញ្ចឹងមួយទៀត listen on visit ហ្នឹងគឺជា IP visit អញ្ចឹងចំពោះ IP visit យើងអត់ប្រើទេយើងប្រើតែ IP4 អញ្ចឹងហើយយើងអត់បាច់ដាក់ config វាទេយើងដាក់ none ទេតមកទៀតគឺយើងចូលមកមើលកន្លែង allow query អញ្ចឹង allow query ហ្នឹងវាមាន local host ហើយនឹង network ហ្នឹងអញ្ចឹងបានន័យថាអាហ្នឹងគឺវាប្រាប់បាញ់ហ្នឹងដើម្បីឲ្យវាគេវា allow client ឲ្យ access ទៅកាន់ server ឬក៏ request នៅឬក៏ DNS question ចូលទៅកាន់ CentOS ឬក៏ primary server ហ្នឹងដែលមានទី1គឺវាអនុញ្ញាតឲ្យ local host ខ្លួនវាដែលជា computer ខ្លួនវាផ្ទាល់ហើយទី2គឺ network 10.0 ហ្នឹងអញ្ចឹង device ទាំងអស់នៅក្នុង network ហ្នឹងគឺសុទ្ធតែអាច request នៅ DNS ឬក៏អាននៅ DNS question ទៅកាន់ server ហ្នឹងបានហើយមួយទៀតគឺ allow recursion អញ្ចឹង allow recursion ដូចតែគ្នាទេគឺវាមាន local host ជាមួយនឹង device ទាំងអស់ដែលស្ថិតនៅក្នុង network 10.0 ហ្នឹងអូខេឥឡូវយើងចូលទៅមើល zone របស់វាដែលជាចំណុចសំខាន់មួយដែរអញ្ចឹងនៅក្នុង zone នេះគឺការ config zone គឺវាមាន2ទី1គឺ forward zone ហើយនិង reverse zone ចំពោះ forward zone គឺជាយើងអាចនិយាយខ្លីថាយើងស្គាល់ domain name របស់វាហើយ forward zone ហ្នឹងវានឹងធ្វើការ translate នៅ domain name ហ្នឹងទៅជា IP address វិញអូខេនៅក្នុង CentOS ហ្នឹងគឺយើង configure វាជា primary ហើយដាក់នៅក្នុង file db.dns.server ហ្នឹងហើយ allow transfer ហ្នឹងគឺដើម្បីឲ្យ primary ហ្នឹងវាអនុញ្ញាតឲ្យ secondary ហ្នឹង copy នៅ zone file ហ្នឹងទៅកាន់ secondary របស់ Ubuntu ហ្នឹងដែលយើងដឹងហើយ Ubuntu ខ្ញុំប្រើជា secondary DNS អញ្ចឹងហើយវាត្រូវការ zone ដូចគ្នាអូខេ DNS zone forward zone ហើយនិង reverse zone គឺវាដូចគ្នាអញ្ចឹង allow transfer ហ្នឹងវាអនុញ្ញាតឲ្យ secondary copy information នៅក្នុង zone ហ្នឹងទៅក្នុង computer របស់ secondary ហ្នឹង allow notify ហ្នឹងគឺដើម្បីឲ្យ secondary ហ្នឹងលក្ខណៈថាបើសិនជា primary ហ្នឹងវាមានការ modify ឬក៏កែប្រែព័ត៌មានផ្សេងៗអញ្ចឹងវានឹង alert ទៅកាន់ secondary ដើម្បីឲ្យវាធ្វើការ update ឲ្យដូចព័ត៌មានរបស់ primary ហ្នឹងហើយនេះគឺជា reverse zone ការ config reverse zone ហ្នឹងគឺដើម្បីយើងថានៅពេលដែលគេ request ជានៅពេលដែល client វា request ជា IP address អញ្ចឹងឧទាហរណ៍គេស្គាល់ IP address អញ្ចឹងគេ request ជា IP address ហើយអញ្ចឹង reverse zone ហ្នឹងវាទៅការបកប្រែ IP address ហ្នឹងទៅជា domain name វិញអូខេអញ្ចឹងនៅក្នុង CentOS គឺយើងដូចគ្នាយើងដាក់ primary ហើយយើង store ទុកនៅក្នុង file db.192.168.10 ហ្នឹងហើយ allow transfer គឺដូចតែគ្នា allow notify គឺទៅកាន់ secondary គឺជាអានេះគឺជា IP របស់ Ubuntu ឬក៏ secondary DNS ហ្នឹង
អូខេឥឡូវយើងចូលទៅដល់ផានបន្តគឺការ create នៅ create the forward zone អញ្ចឹងបន្តមកទៀតគឺយើងធ្វើការបង្កើត file ឬក៏ហើយកែប្រែក៏ដូចកែប្រែនៅ forward zone configure forward zone អញ្ចឹង forward zone របស់យើងគឺយើង store ទុក db.dns.server គឺវាស្ថិតនៅក្នុង variable directory name db dns.server អូខេឥឡូវយើងចូល sudo nano ដើម្បីធ្វើការ config វាមកតើបើយើងចូលហើយយើងធ្វើការ pass ចូលនៅក្នុង path នេះចូលទៅអញ្ចឹងអានេះគឺ time to live អូខេវាគឺជារយៈពេលវាសំដៅទៅលើរយៈពេលដែលsecondary ហើយនិង primary វាតាក់ទងគ្នាអញ្ចឹងអានេះគឺវាជារយៈពេលគឺជា second អញ្ចឹង80000 second គឺវាមកជាមួយនឹងប្រហែលជាមួយថ្ងៃអូខេប្រហែលជា24ម៉ោងអូខេហើយសញ្ញា add ហ្នឹងគឺវាសំដៅទៅលើ current zone អញ្ចឹងវា dns.server ហើយ SOA ហ្នឹងគឺសំដៅទៅលើ start of authority អញ្ចឹងវាមានសារៈសំខាន់ណាស់ SOA ហ្នឹងនៅគ្រប់ DNS ទាំងអស់គឺវាត្រូវតែមាន SOA ដើម្បីបញ្ជាក់អំពី authoritative គឺក្នុងនេះគឺយើងដាក់ជាគេ primary dns.server ហ្នឹងហើយ admin .dns.server ហ្នឹងគឺវាគឺជា administrator ឬក៏វាជា email របស់ administrator ទេអញ្ចឹងអានេះអ្នកដល់នេះវាដូចតែនឹង add សញ្ញា add ដែរអញ្ចឹងវាដូចគ្នាហើយនេះគឺជា serial number ដើម្បីសម្គាល់អំពី zone version ហើយ refresh ហ្នឹងគឺមានទាំងអស់នេះគឺវាគិតជាវិនាទីទាំងអស់លេខហ្នឹង3600វាប្រហែលជា1ម៉ោងអញ្ចឹង refresh ហ្នឹងគឺដើម្បីបញ្ជាក់ថាបើសិននៅគ្រប់ពេល1ម៉ោងគឺវាប្រាប់ទៅកាន់ secondary ឲ្យវាមកធ្វើការ log ចូលមកក្នុង primary ដើម្បីធ្វើការ update នៅ information ផ្សេងអូខេក្នុងរយៈពេល3800វិនាទីហើយ retry ហ្នឹងក្នុងករណីដែល secondary វាតាក់ទងវា contact មកកាន់ primary ហ្នឹងវា contact អត់បានទេអញ្ចឹងវានឹងធ្វើការ wait កន្លះម៉ោងនេះ1800វិនាទីឬក៏កន្លះម៉ោងសិនតែមកទៀតវានឹងធ្វើការ retry ម្ដងទៀតហើយ expire គឺជារយៈពេលដែល secondary ហើយនិង primary វាលែងតាក់ទងគ្នាគឺវាមានរយៈពេលរហូតដល់មួយអាទិត្យយ៉ាងមួយអាទិត្យហើយយើងមាន minimum time to live ហ្នឹងគឺប្រហែលជាអាចធ្វើមួយថ្ងៃយ៉ាងមួយថ្ងៃអូខេអញ្ចឹងនៅក្នុងនេះវាមាន information ច្រើនតាក់ទងជាមួយនឹងនេះគឺក្នុងនេះគឺពីរជួរហ្នឹងគឺដើម្បីបញ្ជាក់ថាDNS.server ហ្នឹងគឺវាមាននីតិ responsible គឺវាមាននីតិ responsible សម្រាប់ឯគេទាំងពីរហ្នឹងទាំង secondary ហើយនិង primary អញ្ចឹងនៅពេលដែលមាន client គេ request ទៅកាន់server request ទៅកាន់ server ដោយឧទាហរណ៍គេស្គាល់ primary.dns.server អញ្ចឹងវានឹងធ្វើការ translate ទៅជា IP address ឲ្យអញ្ចឹង A ហ្នឹងគឺវាជា connector រវាង domain name ហើយនិង IP address អញ្ចឹងបើសិនជា client គេ request ជា domain name ជា secondary.dns.server ឬក៏ test.dns.server output របស់វាគឺវានឹងធ្វើការ translate ទៅជា IP address គឺ IP address ខាងណាអញ្ចឹងអានេះគឺជា forward zone ចូលដល់ផានបន្ទាប់តាក់ទងជាមួយនឹងការបង្កើត reverse zone ម្ដងអញ្ចឹងការបង្កើត reverse zone គឺយើងបង្កើតនៅក្នុង variables directory name ដូចគ្នាតែនៅ file ផ្សេងគ្នាអូខេយើងចូល db.192.8.10 អញ្ចឹងនៅក្នុងហ្នឹងគឺស្តៀងគ្នាដែរគ្រាន់តែថាខុសគ្នាត្រង់កន្លែងនេះអញ្ចឹង client គេនឹងធ្វើការ request ជា IP address វិញអញ្ចឹងគេស្គាល់ IP address គេនឹងធ្វើការ request ជា IP address អានេះឲ្យថា 192.168.10.129 ហើយ PTR នេះគឺជា connector បើណាវាភ្ជាប់រវាង IP address ជាមួយនឹង domain name ចឹងនៅពេលដែល client គេ request ជា IP address 129.128.100 អញ្ចឹងទៅវានឹង translate ទៅជា domain name អាចថាជា primary DNS server secondary ឬក៏ test.dns server ហ្នឹងអញ្ចឹងអាហ្នឹងវាគឺជា reverse zone អញ្ចឹង reverse zone វាបកប្រែពី IP address ទៅកាន់ domain name ចំណែក forward zone វាបកប្រែពី DNS ទៅ domain name ទៅកាន់ IP address ហើយយើងចូលផានបន្ទាត់គឺការដាក់ file permission អញ្ចឹងកន្លែងនេះយើងអាច configure ក៏បានឬក៏ចង់ configure ក៏បានដោយសារជាធម្មតាយើងបើសិនជាមាន user ច្រើនគឺយើងខ្លាយគេផ្សេងuser ផ្សេងគេចូលទៅកែប្រែនៅfile DNS របស់យើងអញ្ចឹងហើយយើងអាចដាក់ file permission បានដោយយើងដាក់ owner ហ្នឹងគឺ6គឺ read write ក្រុមគឺអាចលេខ4គឺសំដៅទៅលើ read only ហើយ other user គឺ no permission អញ្ចឹងជំហានបន្ទាប់គឺយើងការ enable firewall ហើយនិង service អញ្ចឹងយើងធ្វើការ allow DNS
នៅក្នុង firewall ហ្នឹងអញ្ចឹងដើម្បីឥឡូវដើម្បី enable firewall គឺយើងប្រើ command ទាំង command មួយនេះគឺយើងប្រើ firewall cmd permanent ហើយយើងប្រើហើយ add service គឺស្មើជាមួយនឹង DNS បើ DHCP គឺយើងដាក់ DHCP តមកទៀតនៅពេលដែលយើង enable ហើយយើងធ្វើការ reload firewall ទៅហើយដើម្បី verify ដោយសារខ្ញុំធ្វើរួចហើយអញ្ចឹងធ្វើការ verify នៅក្នុង CentOS អូខេអញ្ចឹងcopy DHCP អ្នក DNS អញ្ចឹងយើងបាន enable DNS នៅក្នុង firewall រួចហើយអូខេអញ្ចឹងមិនជោគជ័យហើយតមកទៀតគឺយើងធ្វើការ sudo systemctl enable bind អញ្ចឹង bind ហើយនឹង name ហ្នឹងគឺដើម្បី enable bind ហើយ name គឺ name ហ្នឹងគឺសំដៅទៅលើ bind ហ្នឹងឯងអញ្ចឹងហើយយើងវាដូចជាគ្នាទេ name ហើយនឹង bind គឺដូចគ្នាអញ្ចឹងដោយសារខ្ញុំ enable រួចហើយអញ្ចឹងយើងចូលទៅជំហានបន្ទាប់គឺយើងចូលទៅដល់ secondary នៅលើ Ubuntu ម្ដងអញ្ចឹងយើងចូលទៅដល់ Ubuntu អូខេអញ្ចឹងជំហានបន្ទាប់គឺការ config ឬក៏ set up secondary DNS server នៅលើ Ubuntu ម្ដងអញ្ចឹងដូចតែគ្នាទេគឺទី1គឺយើងត្រូវមាន network IP របស់វាគឺស្ថិតនៅក្នុង network ដូចគ្នាតែអញ្ចឹង Ubuntu របស់ខ្ញុំបាន set up ឲ្យវាចូលទៅក្នុង network ដូចគ្នាហើយគឺអ្នក 192.168.10.128 គឺវាស្ថិតនៅក្នុង network ជាមួយនឹង CentOS ដែរអញ្ចឹងមិនន័យថាខ្ញុំ config រួចហើយអញ្ចឹងទី1គឺយើងធ្វើការអីគេ set hostname ដូចគ្នាយើង set hostname ទៅជា secondary.dns.server ហើយខ្ញុំបាន set រួចហើយអូខេនេះគឺ secondary.dns.server អញ្ចឹងមិនន័យថាខ្ញុំបានបង្កើតនៅ static hostname រួចហើយតមកទៀតគឺយើងធ្វើការ install បានអញ្ចឹងនៅក្នុង Ubuntu គឺបានគឺវានៅក្នុង version 9អញ្ចឹងយើង install version 9មក install បានហើយអូខេតមកទៀតគឺយើង configure ទៅលើ bind option របស់វាអញ្ចឹងនៅក្នុង Ubuntu វាអត់មែននៅក្នុង option name.com ទេគឺវាស្ថិតនៅក្នុង etc bind name.com.option ទីមួយយើង backup វាទុកសិនទៅបើ sudo នេះមកគឺយើង backup file ចាស់វាទុកសិនតមកទៀតយើងត្រូវការបង្កើត file ថ្មីយើង nano ដើម្បីចូលទៅក្នុង name.com.option មកតមកទៀតយើងធ្វើការ config ដែលការ config នៅក្នុង option ហ្នឹងគឺដើម្បីនៅក្នុងនោះគឺវាមានdirectory អូខេ listen on នៅក្នុងនេះគឺយើងអាចបានដាក់ port ទេអញ្ចឹងការ config វាខុសពី CentOS នៅក្នុង CentOS អញ្ចឹងនៅក្នុងនេះគឺវា listen ទៅលើ localhost IP ហើយនឹង fixed IP static IP address អញ្ចឹង Ubuntu ហ្នឹងគឺយើងមាន IP 128ហើយវា IP របស់វាគឺ fixed ដូចតែគ្នាដូច CentOS ដែរអញ្ចឹង IPv6 គឺយើងប្រើដូចគ្នា allow query អញ្ចឹង localhost វា allow client localhost clone ដែលជា computer clone វាហើយនឹង device ទាំងអស់ដែលស្ថិតនៅក្នុង network មួយហ្នឹង request នៅឬក៏ ask នៅ DNS question ទៅលើ secondary server ហ្នឹងហើយ allow execution ដូចគ្នាyes តមកទៀតគឺយើងមើលទៅលើការ set up ទៅលើ zone អញ្ចឹងយើង backup file ទុកសិន backup file នៅក្នុង zone ការ config zone របស់យើងគឺនៅក្នុង name.com.local អញ្ចឹងយើង backup ទុកសិនតមកទៀតយើងធ្វើការ config វាយើងចូលទៅកាន់ etc bind name.com.local មកយើងមានការ config នៅ forward zone ហើយនិង reverse zone ផងដែរប៉ុន្តែយើងការ config នេះគឺយើង config ដោយឲ្យវាទៅ copy information អំពី primary DNS server ហ្នឹងពី CentOS ហ្នឹងអញ្ចឹងយើងដាក់ type វាគឺ type secondary អញ្ចឹង for all version ចំពោះ all version គឺពេលខ្លះគេអាចយើងប្រើ type slave master អញ្ចឹងទៅតែអានេះគឺយើងអាចប្រើ primary ហើយនិង secondary បានហើយនេះយើងដាក់ primary អញ្ចឹងមកដាក់ទៅលើ IP address របស់ CentOS ឬក៏ primary DNS server របស់យើងដើម្បីឲ្យវាទៅ copy ទៅ clone zone ចេញពី primary server ហ្នឹងហើយយើងតទុកនៅក្នុង DB DNS.server អូខេហើយអានេះគឺជា reverse zone យើងtype secondary ដូចគ្នាហើយវាទៅទាញយកពី primary server អូខេអញ្ចឹងការ config ទៅលើ option នៃការ config នៅ forward zone ហើយនឹងreverse zone គឺមានតែប៉ុណ្្នឹងយើងមកធ្វើការ validate អ
ចឹងនៅក្នុងនោះនៅពេលដែលយើង config នៅ file ហើយយើងអាច validate វាថាតើវាដំណើរការអត់ចឹងដោយសារខ្ញុំ config បានរួចអស់ហើយចឹងខ្ញុំធ្វើការ validate សុំធ្វើការ validate តែម្ដងទៅអូខេចឹងនៅពេល name.com check.com ហ្នឹងវានឹងធ្វើការទៅ check មើលថាតើវាមាន error អត់នៅ file ដែលយើងបាន config មិញហ្នឹងហើយតែមួយទៀតគឺយើងធ្វើការ allow នៅ DNS allow នៅ DNS វាដូចជា allow នៅ firewall ផងដែរអញ្ចឹងយើង allow ទៅលើ port UDP port 53 port 53ហ្នឹងគឺជា port UDP និង port TCP អញ្ចឹងយើងធ្វើការ allow port ទាំងពីរមកអញ្ចឹងក្នុងនេះខ្ញុំបាន allow រួចហើយតទៅមកទៀតយើងធ្វើការ enable នៅ bind ដោយប្រើប្រាស់នៅ command CTRL enable now bind 9ដោយសារយើងប្រើប្រាស់នៅ bind 9នៅក្នុង Ubuntu នោះតើបើយើង enable ហើយយើងធ្វើការ restart bind 9មកដោយសារខ្ញុំ install រួចអស់ហើយអញ្ចឹងខ្ញុំធ្វើការ verify ទេ check status របស់វាអូខេអញ្ចឹងនៅពេលដែលយើង check status របស់វាយើងឃើញថា name service bind domain name server អញ្ចឹងយើងមើលកន្លែង active កន្លែងនេះគឺវា active running បានន័យថា server របស់យើងបាន run ហើយអូខេអញ្ចឹងជំហានបន្ទាប់គឺយើងធ្វើការតេស្តម្ដងគឺយើងប្រើប្រាស់នៅ Kali Linux ដែលជា DNS client អញ្ចឹងយើងនឹងធ្វើការតេស្តពី Kali Linux យើងធ្វើយក Kali Linux ធ្វើជា client ដើម្បីតាមមើលថាតើ DNS របស់យើងទាំង primary secondary វាដំណើរការអញ្ចឹងជំហានដំបូងមុននឹងយើងតេស្តយើងត្រូវធានាថា Kali Linux របស់យើងគឺវាស្ថិតនៅក្នុង network តែមួយជាមួយនឹង Ubuntu ក៏ដូចជា CentOS របស់ខ្ញុំចឹងក្នុងនេះគឺខ្ញុំបានដាក់វាចូលទៅក្នុង network តែមួយហើយគឺ 10.130 អញ្ចឹងវាស្ថិតនៅក្នុង network តែមួយជាមួយនឹង primary និង secondary ផងដែរអញ្ចឹងជំហានបន្ទាប់គឺយើងធ្វើការ configure both DNS server អញ្ចឹងនៅក្នុងនេះគឺយើងចូលទៅ modify ទៅលើ network interface ដែលយើងកំពុងតែប្រើប្រាស់ហ្នឹងគឺខ្ញុំឈ្មោះរបស់វានៅក្នុង Kali Linux របស់ខ្ញុំគឺឈ្មោះរបស់វាស្មើគឺ wire connection 1ចឹងនៅក្នុងហ្នឹងយើងចូលទៅយើងអាចប្រើ NMTUI ដូចគ្នាប៉ុន្តែនៅក្នុងនេះគឺខ្ញុំបានប្រើជា command វិញដើម្បីឲ្យវាមានភាពងាយស្រួលអញ្ចឹងយើង set IPv4 ignore auto DNS ទៅ yes ហើយយើងមាន IPv4 DNS នៅក្នុងនេះគឺយើងដាក់ IP របស់ primary ហើយនិង secondary តាមលេខរៀងវាទៅអញ្ចឹងបើសិនជាយើងដាក់129មុនអញ្ចឹងមកណាចុច129ហ្នឹងគឺជា primary អញ្ចឹងនៅពេលដែលយើង request ទៅកាន់ server វានឹងទៅ primary មុនបន្តមកទៀតបើសិនជា primary វាអត់ដំណើរការទេវានឹង contact ឬក៏វា access វា request ទៅកាន់ secondary ដែលមាន IP address 10.128ហ្នឹងខេបន្ទាប់ពីយើង config នៅ connection ហើយយើងreactivate វាទៅដើម្បីឲ្យ connection network interface ហ្នឹងវា up ឡើងវិញហើយដើម្បី verify គឺចង់ដឹងថាតើយើងការ config DNS ហ្នឹងបានរួចរាល់ហើយនៅយើងអាចចូលយើងអាចប្រើ command នេះបានដើម្បី verifyអូខេយើងអាចប្រើ command នេះគឺប្រើ nmcli device source ចឹងនៅក្នុងនេះយើងឃើញថា DNS1 DNS2 ចឹងវាមាន IP របស់ CentOS ហើយនិង IP របស់ primary ហើយនិង IP របស់ secondary ហើយចឹងមានន័យថាយើង config DNS server នៅលើ client បានរួចរាល់ហើយបន្តមកទៀតគឺយើងធ្វើការតេស្តយើងចូលមកតេស្តជាមួយនឹង DNS តែម្ដងគឺយើងប្រើនៅ command dig ហ្នឹងគឺជា command មួយដើម្បីតេស្តនៅ DNS នៅក្នុង Linux kernel ហ្នឹងអញ្ចឹងយើងអាចតេស្តទៅលើ primary មុន dig យើងអាចដាក់ IP របស់វានេះគឺជា IP របស់ CentOS ឬក៏ primary អញ្ចឹងពេលនេះយើងឡើយយើងចាំមើល output របស់វាអញ្ចឹង output របស់វាគឺចេញជា IP បែបនេះអញ្ចឹងអានេះគឺជា IP របស់ primary DNS server អញ្ចឹងបានន័យថាវាអាច request ឬក៏ ask នៅ DNS question បានហើយហើយជំហានបន្ទាប់គឺយើងតេស្តទៅលើ secondary ម្ដងអញ្ចឹងតែទៅលើ secondary គឺយើងប្រើ IP របស់ Ubuntu គឺចុចsorry យើង access ទៅកាន់ primary ដូចគ្នាប៉ុន្តែយើង request ទៅលើ DNS secondary DNS.server វិញឬក៏យើងចូលទៅកាន់ test.dns.server តែម្ដងក៏បានដែរអញ្ចឹងវានឹង load ចេញនៅ IP មួយនេះ
ដែលវាបង្ហាញថាដែលជា IP របស់domain name test.dns.server ហ្នឹងអញ្ចឹងមានន័យថាវាអាច request ទៅលើ DNS បានហើយយើងតែទៅលើ secondary ឬមួយក៏យើងចង់យើងតែមួយទៀតយើងធ្វើការ យើង request ជា domain name អញ្ចឹងនៅពេលដែលយើង request ជា domain name វានឹង load ចេញជា IP address មកវិញអូខេខ្ញុំសូមដាក់ domain name ទាំង3ទៅតែម្ដងនេះគឺជាវា load ចេញជា IP address វិញហើយយើងប្រើតេស្តទៅលើ reverse zone គឺយើងប្រើ option ដាក់ x ពីមុខមកហើយយើងដាក់ IP ដោយសារ reverse zone យើងស្គាល់ IP address វាហើយយើងចង់ translate ទៅជា domain name វិញអញ្ចឹងខ្ញុំសូមដាក់ទាំង3មកតែម្ដងវានឹង load ចេញវានឹង load ចេញទៅជាdomain name វិញអញ្ចឹងយើងមានតែមួយ case ទៀតគឺករណីដែលprimary វា not available unavailable អញ្ចឹងយើងខ្ញុំសូមធ្វើការ disable ឬក៏ stop នៅ DNS នៅក្នុងនេះសិននៅក្នុង primary អញ្ចឹងដើម្បី stop យើងប្រើ systemctl stop name ហើយនឹងបានគឺតែមួយទេនៅពេលនេះយើងអូខេសូមដាក់ password អញ្ចឹងនៅពេលដែលយើង stop នៅពេលដែលយើង stop នៅprimary បានន័យថានៅពេលនេះនៅពេលដែលយើង request ទៅគឺវានឹងធ្វើការ request ទៅកាន់ secondary វិញអូខេយើង request ទៅកាន់ secondary វិញអញ្ចឹងយើងអាច request ទៅកាន់ secondary បានអញ្ចឹងយើងឃើញថាការ config ឬក៏ set up DNS ទាំង primary ហើយនិង secondary របស់យើងគឺជោគជ័យហើយយើងអាចតេស្តចេញពី Kali Linux យើងឃើញថាវាស្គាល់ហើយអញ្ចឹងបានន័យថាវាយើងអាចបង្កើតនៅ DNS បានហើយអញ្ចឹងជាចុងក្រោយសូមអរគុណលោកគ្រូហើយនឹងជម្រាបលា